រឿងពិតនៃទីហ៊ានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មោចទីហ៊ានវៀងថៃមានវាសនាខ្ពស់ជាងខ្មោចទីហ៊ានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបន់សពខ្មោចទីហ៊ានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឈ្លានពានកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបន់ខ្មោចទីហ៊ានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទីហ៊ានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទីហ៊ានឈ្លានពានផ្សេងនោះទេរូបគេជាកងសេនាប្រចាំវៀងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់បាំងអត្តសញ្ញាណទីហ៊ានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោចទីហ៊ានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលមកឈ្លានពាននោះឡើយមិនបានយកទៅធ្វើបុណ្យផងទេចឹងហើយបានពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់បាំងខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងតែគេធ្វើពិធីយ៉ាងអធិកអធមណាស់ពីឯទីហ៊ានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើកយកខ្មោចចេញទៅបានខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទីហ៊ានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយការពិតបានបាត់អស់ពីលើផែនដីទៅហើយនោះនេះហើយជារឿងពិតដ៏សង្វេគនៃពួកទីហ៊ានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាវិញខុសគ្នាស្រឡះអាពេលនៅរស់ចោះក្រែងវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែវាសនាខុសគ្នាដែរ